លោកព្រឹទ្ធាចារ្យខ្ញុំមានផែនការមួយសូមលោកម្ចាស់មានប្រសាសន៍មកការបំផ្លាញអាសនៈនេះនឹងក្លាយជាការសាកល្បងសមត្ថភាពប្រយុទ្ធជាក់ស្ដែងដំបូងគេសម្រាប់កងទ័ពបង្ក្រាបបិសាចរបស់យើងសាកល្បងប្រយុទ្ធជាក់ស្ដែងមែនទេលោកម្ចាស់កងទ័ពយើងទើបតែបង្កើតថ្មីស្មារតីអ្នកចម្បាំងមិនទាន់នឹងនោះទេឲ្យទៅទល់ផ្ទាល់ជាមួយស្ដេចបិសាចឱកាសវាមិនរៀងប្រថុយពេកទេដឹងដើមឈើធំដែលអាចបាំងខ្យល់បាំងភ្លៀងឲ្យមនុស្សជាតិបានមិនអាចដុះលូតលាស់តែក្នុងផ្ទះកញ្ចក់ទេការប្រយុទ្ធមួយនេះពួកគេដាច់ខាតត្រូវតែវាយហើយក៏ត្រូវតែឈ្នះដែរម្យ៉ាងទៀតខ្ញុំនឹងអញ្ជើញកម្ពុជាគ្រឹះវិជាគុណនិងមេកុលសម្ព័ន្ធទាំងអស់ប្រចាំក្រុងទាំងនេះឲ្យមកទស្សនាការប្រយុទ្ធនេះផ្ទាល់ហ្មងហាឲ្យគេមកមើលផ្ទាល់ហ្មងចុះចៃដល់ណែអីបើមានការផ្លត់ស្នៀបវាមិនធ្វើឲ្យមនុស្សជាតិយើងបាត់បង់កិត្តិយសហើយធ្លាក់ទឹកចិត្តអស់ទៅហើយទេអីលោកម្ចាស់ហេតុអីចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងគឺចង់ឲ្យពួកវាបានឃើញនឹងណាឃើញថាសិស្សនៃវិថីបញ្ញាញាណខ្ញុំអាចកម្ចាត់ពួកបិសាចដែលអ្នកគុណនិយមចាត់ទុកជាគ្រោះមហន្តរាយបានដោយរបៀបណារឿងរបស់ឯកឧត្តមគ្រាន់តែជាការចាប់ផ្ដើមទេនៅតាមព្រំដែននេះពួកអ្នកដែលមានគំនិតអាក្រក់គឺមិនមែនមានតែវាច្បាស់ណាស់ការប្រយុទ្ធមួយនេះមិនត្រឹមតែជាការប្រឡងទេថែមទាំងជាការសាងអំណាចទៀតផងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងច្បាស់ថាចាប់ពីពេលនេះទៅនៅតំបន់ព្រំដែនមនុស្សជាតិនេះគឺនរណាជាអ្នកធំបញ្ជូនបទបញ្ជារបស់ខ្ញុំប្រកាសប្រាប់គ្រប់ទីថា3ថ្ងៃទៀតនៅក្រៅទីប្រជុំជនឈិនយុនខ្ញុំនឹងសាងកេរ្តិ៍ឈ្មោះឲ្យវិថីបញ្ញាញាណល្បីល្បាញពេញផែនដីល្អមែនទែនវិធីយកសង្គ្រាមចិញ្ចឹមសង្គ្រាមនេះល្អណាស់ដែលហ៊ានចេញមុខសាងកេរ្តិ៍ឈ្មោះបែបនេះភាពក្លាហានរបស់លោកម្ចាស់ខ្ញុំបាទពិតជាកោតសរសើរមែនសង្គ្រាមមួយនេះមិនត្រឹមតែត្រូវវាយទេគឺត្រូវវាយឲ្យផ្អើលអស់ពេញកោះហ្មងប្រកាសប្រាប់ក្រុងទាំងរយនៅព្រំដែនអ្នកណាដែលចូលរួមក្នុងប្រតិបត្តិការរួមគ្នាមួយនេះនឹងមានឈ្មោះក្នុងបញ្ជីបង្ក្រាបបិសាចរបស់យើងបើការសាកល្បងកងទ័ពបង្ក្រាបបិសាចជាសាធារណៈលោកម្ចាស់ដែលទើបតែត្រឡប់មកវិញម្នាក់នេះមានមហិច្ឆតាមិនតូចទេតើលោកគ្រូរវាងលោកគ្រូបង្រៀនដ៏ស្លូតបូតម្នាក់នោះនិងលោកម្ចាស់ដែលពូកែរៀបចំយុទ្ធសាស្ត្រម្នាក់នេះតើមួយណាទើបជាលោកពិតប្រាកដទៅទោះជាខ្ញុំក្នុងទម្រង់ណាក៏ដោយការតាំងចិត្តចង់ការពារមនុស្សដែលខ្ញុំចង់ការពារគឺមិនដែលប្រែប្រួលឡើយប៉ាន់ការធ្វើដំណើរលើកនេះគ្រោះថ្នាក់ណាស់ណាសន្យានឹងខ្ញុំមកទោះមានរឿងអីកើតឡើងក៏ដោយត្រូវតែរក្សាសុវត្ថិភាពខ្លួនឯងជាមុនលោកម្ចាស់នៅតែព្រួយបារម្ភពីរឿងប្រយុទ្ធថ្ងៃស្អែកមែនទេដឹងពីគេដឹងពីឯងទៅប្រយុទ្ធមិនចាញ់ប៉ុន្តែពួកយើងបែរជាមិនដឹងអីសោះពីស្ដេចបិសាចឱកាសនោះអ្វីដែលខ្ញុំបាទព្រួយបារម្ភនោះមិនមែនជាស្ដេចបិសាចឱកាសនោះទេតែគឺលោកម្ចាស់ផ្ទាល់នឹងឯងបេះដូងបញ្ញាញាណរបស់លោកមិនទាន់សះស្បើយទេការបង្ខំប្រើធម្មពលដើមបែបនេះវាមិនខុសពីផឹកថ្នាំពុលបំបត្តិការស្រេកទឹកឡើយសូមលោកម្ចាស់អញ្ជើញមកតាមខ្ញុំបាទមកនេះគឺការប្រយុទ្ធមួយនេះពិភពលោកកំពុងសម្លឹងមើលគឺអនុញ្ញាតឲ្យតែឈ្នះប៉ុណ្ណោះហាមដាច់ខាតមិនឲ្យចាញ់ទេគិតចុះគិតឡើងប្រហែលជាមានតែជារបស់មួយនេះទេទើបអាចជួយយឹតយងលោកម្ចាស់បានខ្លះផ្ទាំងថ្មចារឹកមួយផ្ទាំងនឹងអីលោកម្ចាស់កុំមើលងាយវាឲ្យសោះណានេះគឺជាវត្ថុតំណាងនៃលទ្ធិខុងជាយើងដែលបន្សល់ទុកតាំងពីសម័យបុរាណមកម្លេះនៅក្នុងនោះមានបិទត្រាទុកនៅធម្មពលបញ្ញាញាណដើមដ៏បរិសុទ្ធបំផុតមួយធម្មពលបញ្ញាញាណដើមនេះជាតាមពិតទៅនេះទើបជាសម្ដីជាប្រកាសសិទ្ធិពិតប្រាកដនោះជាកងទ័ពបង្ក្រាបបិសាចដែលបណ្ឌិតសភាអួតដល់កម្ពុជាមេឃនឹងអីសុទ្ធតែពួកចាស់ចរាឈឺស្គមអង្គខ្សោយនេះមកទីនេះដើម្បីតែរត់រកសេចក្តីស្លាប់ទេតើលោកព្រឹទ្ធាចារ្យម៉ូយ៉ននេះពិតជារស់នៅតគំនិតមែនហ៊ានយកក្តីសង្ឃឹមទៅផ្ញើលើពួកបណ្ឌិតកំសោយទាំងនេះទៅរួចអស់លោកស្រីសង្គ្រាមបង្ក្រាបបិសាចចិត្តចាប់ផ្ដើមហើយសង្គ្រាមមួយនេះនឹងត្រូវបានផ្សាយបន្តផ្ទាល់តាមកញ្ចក់វេទមន្តពន្លឺទៅកាន់ទូទាំងចក្រភពអ្នកដែលនាំមុខគេគឺបាក់លីសានដ៏ល្បីល្បាញប្រចាំតំបន់ព្រំដែនចំណែកឯអ្នកដែលនៅខាងចុងគេគឺក្រុមមកពីទីប្រជុំលោកគ្រូតើពួកយើងពិតជាអាចឈ្នះមែនទេពួកវាថាត្រូវហើយពួកយើងគ្មានអីទីពឹងសោះយើងនៅមានគ្នាឯងត្រង់នឹងហើយដែលវាមានតម្លៃជាងអាវុធទេពណាមួយទៅទៀតនោះកុំកំរើកយើងមិននៅតាមពីក្រោយពួកគេទេពួកវាកំពុងតែធ្វើស្អីហ្នឹង
ឈួតធ្វើចឹងគឺរត់រកសេចក្តីស្លាប់ច្បាស់ណាស់ហើយសុទ្ធតែអាល្ងងមិនស្គាល់ងាប់រស់ល្មមបានពួកវាជួយត្រួសត្រាយផ្លូវឲ្យយើងស្រាប់សូម្បីតែធម្មពលការពារខ្លួនក៏គ្មានផងច្បាស់ជាងាប់មិនខានទេចប់ហើយលើកនេះច្បាស់ជាងាប់មិនខានទេគូរង្វង់คล้ายជាទ្រង់តោះយើងទៅមើលអាសនៈនោះបន្តិចម៉េចក៏ចឹងវិញក្បួនតបវេទមន្តក្រុមទីប្រជុំជញ្ឈីងយុនជាប់លេខ1ចំណែកឯប៉ាក់លីសានកំពុងតែត្រូវហ្វូងវិសាចនេះមិនមែនជាក្បាច់គុណទេតើនេះជាមន្តអាគមស្អីទៅនេះមិនមែនជាក្បាច់គុណទេតើនេះជាមន្តអាគមស្អីទៅគេមិនទាន់ទាំងបានបញ្ចេញស្នៀតអីផងមិនក៏ពួកសត្វចម្លែកទាំងនោះងាប់ដោយខ្លួនឯងទៅវិញអាសនៈនោះមានប្រតិកម្មហើយគឺមេតបបិសាចឱកាសស្ដេចបិសាចកម្រិតទី4ឆាប់គេចេញទៅគោលដៅរបស់វាមិនមែនជាពួកយើងទេលោកគ្រូពួកឯងនៅស្ងៀមត្រង់នឹងហើយកុំចេញមកក្រៅឲ្យសោះអត្ថន័យពិតនៃអក្សរចារឹកលើផ្ទាំងធ្មនោះគឺផ្ដោតសំខាន់លើសណ្ដាប់ធ្នាប់និងការគៀបសង្កត់សង្កត់ត្រឹមតែមួយម៉ាត់សោះអាចបង្ក្រាបស្ដេចបិសាចកម្រិតទី4បានត្រឹមតែមួយម៉ាត់សោះអាចបង្ក្រាបស្ដេចបិសាចកម្រិតទី4បាននេះជាឫទ្ធិបារមីរបស់ទេវតាមែនទេនឹងអស់លោកសូមទស្សនានៅឫទ្ធិអំណាចដ៏កំពូលឥឡូវនេះអាសត្វតិរឆានថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ឯងហើយធម្មពលក្បួនតបវេទមន្តយកវាទៅដាំជាមួយស្មៅឈាមនាគទៅដើរមកជើងនេះរឹតតែមិនខាតបង់ឡើយបាទលោកគ្រូនេះជាសត្វចម្លែកអីទៅ